សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះគឺមានបងប្រុសម្នាក់មិនដឹងថាបងប្រុសឬក៏បងស្រីទេគាត់ comment នៅក្នុង YouTube channel ខ្ញុំឲ្យខ្ញុំបរៀនវិចប់អីវ៉ាន់ថោប៉ោម្ដងទាំងអស់ដើម្បីដឹកមកខ្មែរហ្នឹងបានអត់ថ្ងៃនេះគឺខ្ញុំអាចប្រាប់បានតាឥឡូវចង់ដឹងថាទិញគេខ្ចប់បែបម៉េចឥឡូវយើងទៅទស្សនាទាំងអស់គ្នាមកអូខេអ្នកទាំងអស់គ្នាឥឡូវខ្ញុំចូលមកកាន់ទូរស័ព្ទហើយឥឡូវយើងធ្វើការបើកកម្មវិធីថោប៉ោផងយើងមកហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងសូមអធិស្ឋានផងដោយសារទូរស័ព្ទខ្ញុំដាក់ជាភាសាចិនដោយសារខ្ញុំអត់សូវយល់ជាភាសាអង់គ្លេសអញ្ចឹងណាបងប្អូននេះជាទូទៅគឺខ្ញុំទិញអីវ៉ាន់នៅក្នុងថោប៉ោបងប្អូននេះគឺខ្ញុំទិញអស់ច្រើនមែនទែនដូចជាខែហ្នឹងអញ្ចឹងខែហ្នឹងគឺខ្ញុំទិញអស់ច្រើនខ្ញុំទិញអស់$100ជាងបងប្អូននេះហើយអីវ៉ាន់ក៏អត់ទាន់មកដល់ដែរហើយអីវ៉ាន់ហ្នឹងប្រហែលជាសាយខាងសាយគឺមកដល់ដោយសារខ្ញុំទិញ4-5ថ្ងៃមុនអញ្ចឹងណាបងប្អូននេះតាឥឡូវមកមើលអីវ៉ាន់ខ្ញុំសិនបងប្អូននេះយើងចូលមកកាន់កន្លែងរូបឡានហ្នឹងមកបន្ទាប់មកបងប្អូនអរនេះចុចកន្លែងនេះបើអង់គ្លេសវាដាក់ all អញ្ចឹងណាបើអក្សរចិនវាដាក់ឈាមពុអញ្ចឹងបងប្អូនអរនេះនឹងឃើញហើយអីវ៉ាន់នេះខ្ញុំទិញថ្ងៃតែមួយគឺខ្ចប់តែមួយបងប្អូននេះអញ្ចឹងដើម្បីអាចសម្គាល់ថាអីវ៉ាន់ហ្នឹងខ្ចប់តែមួយអត់យើងអាចចូលមកឆែកបាននេះឥឡូវខ្ញុំចូលមកកន្លែងកឹងតួនេះមកបងប្អូននេះអាចមើលតាមនឹងបានហើយអង់គ្លេសនិងចិនហ្នឹងគឺវាស្តៀងគ្នាវាដូចតែគ្នាទេបងប្អូននេះអូខេបន្ទាប់មកយើងចូលមកកន្លែងពិនិត្យមើលនឹងមកនេះអញ្ចឹងកន្លែងដឹកជូនខ្ចប់ហ្នឹងគឺកតុយ754ហ្នឹងបងប្អូនឲ្យមើលមកអញ្ចឹងយើងមករកអីវ៉ាន់មួយទៀតអញ្ចឹងគឺវា754ទាំងអស់អញ្ចឹងគឺមានន័យថាគឺគេខ្ចប់តែមួយទេអីវ៉ាន់ទោះបីយើងទិញច្រើនក៏ដោយអីវ៉ាន់ហ្នឹងគឺនៅខ្ចប់តែមួយទេបងប្អូននេះដល់ខ្ញុំចូលមកកាន់ឆែកមើលទៀតអញ្ចឹងគឺ754ទាំងអស់អញ្ចឹងអីវ៉ាន់ខ្ញុំចូលចិត្ត20កញ្ចប់ឯគ្នាយើងហើយខ្ញុំទិញអស់$130ជាងអ្នកទាំងអស់នេះដោយសារយើងទិញអីវ៉ាន់នៅក្នុងថោប៉ោនេះគឺវាស្រួលដោយថាពេលខ្លះអីវ៉ាន់អត់មានអញ្ចឹងគឺគេអាចនឹងធួយលុយឲ្យយើងវិញអញ្ចឹងណាអត់ដូចខ្មែរយើងចាំបាច់ទៅខាតទាថាបងអីវ៉ាន់នេះអត់មានទៅបាញ់លុយខ្ញុំវិញអញ្ចឹងណាបងប្អូននេះបើចំពោះនៅក្នុងថោប៉ោនេះបើអីវ៉ាន់អត់មានគេយើងចុចធួយតែម្ដងធួយហ្នឹងគឺមានន័យថាគេសងលុយត្រឡប់មកវិញអញ្ចឹងណាបងប្អូននេះតែឥឡូវយើងធ្វើការទៅទិញឧទាហរណ៍ឥឡូវខ្ញុំអត់ទិញនេះដោយសារខ្ញុំទិញហើយខ្ញុំក៏ឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលអញ្ចឹងណាឥឡូវឧទាហរណ៍ថាខ្ញុំទិញខ្សែភ្លើងនេះអញ្ចឹងខ្ញុំមើលតម្លៃឲ្យ$2.24អញ្ចឹងខ្ញុំអេតចូលកន្ត្រកសិនឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកលើអញ្ចឹងចុះបន្ទាប់មកខ្ញុំទិញអំពូមួយទៀតបន្ទាប់មកខ្ញុំពេញចិត្តនឹងតម្លៃហ្នឹងហើយបងប្អូនអញ្ចឹងយើងធ្វើការអេតចូលកន្ត្រកទៅអូខេឥឡូវខ្ញុំឧទាហរណ៍ពីហ្នឹងយើងបែកមកវិញមកបងប្អូនទាំងអស់គ្នានឹងឃើញរូបកន្ត្រកអីអញ្ចឹងបងប្អូនចុចមកកន្លែងរូបកន្ត្រកហ្នឹងមកចង់ឧទាហរណ៍ថាខ្ញុំចង់ឲ្យវាដឹកមកតែមួយទេបងប្អូននេះយើងធ្វើការ select កន្លែងអីវ៉ាន់ដែលយើងចង់ឲ្យវាខ្ចប់ជាមួយគ្នាមកអូខេឥឡូវគឺខ្ញុំឲ្យវាខ្ចប់តែមួយអញ្ចឹងយើងចុចកន្លែងគិតលុយនឹងមកគឺអស់13.42អញ្ចឹងយើងចុចមកអញ្ចឹងថ្លៃសេវាដឹកវាគឺ$15អញ្ចឹងបើសិនជាបងប្អូនទិញអស់$99គឺមានន័យថាសេវាដឹកមកពីចិនហ្នឹងគឺ free អូខេអញ្ចឹងយើងចុចមកវាឲ្យយើងគិតលុយតាមហ្នឹងឯងបងប្អូននេះអញ្ចឹងចំពោះការដាក់លុយគឺបងប្អូនអរគ្នាឲ្យកាត់តាម Visa Card ឬក៏ចូលទៅកាន់ Alipay អញ្ចឹងណាបងប្អូននេះចំពោះខ្ញុំគឺខ្ញុំច្រើនតែប្រើ Alipay ទេបងប្អូននេះគឺបន្ទាប់មកគឺយើង pay មកគឺវាខ្ចប់មកតែមួយទោះបីជាវ៉ាន់ហ្នឹងមាន5កញ្ចប់10កញ្ចប់គឺគេខ្ចប់តែមួយដូចដែលខ្ញុំបរៀននៅខាងដើមអញ្ចឹងគឺយើងមើលតែលេខហ្នឹងទៅគឺដឹងថាអីវ៉ាន់ហ្នឹងខ្ចប់មកជាមួយគ្នាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយពេលដែលអីវ៉ាន់ខ្ញុំមកដល់គឺខ្ញុំនឹង unboxing ឲ្យបងប្អូនគ្នាមើលទៀតពីរបៀបគេខ្ចប់អីវ៉ាន់ហើយនឹងអីវ៉ាន់មកដល់ហ្នឹងតាមក្រុមហ៊ុនណាអញ្ចឹងណាបងប្អូននេះអូខេឥឡូវខ្ញុំ back វិញដោយសារខ្ញុំអត់ទិញទេដោយសារខ្ញុំនេះគ្រាន់តែឧទាហរណ៍ឲ្យ
បងប្អូនយើងដែលគាត់ comment នៅក្នុង YouTube channel ខ្ញុំបានមើលអញ្ចឹងណាបងប្អូននេះអូខេឥឡូវខ្ញុំចូលមក home វិញមកខ្ញុំធ្វើការបិទធម្មតាអូខេអ្នកទាំងនេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានបងប្អូនគាត់អត់យល់ពីការទិញអីវ៉ាន់មកពីចិនអីគឺបងប្អូននេះអាច comment នៅក្នុង YouTube ខ្ញុំបានហើយរបៀបដាក់ទីតាំងខ្មែរយើងផ្ទាល់ខ្ញុំធ្លាប់បរៀនហើយបងប្អូននេះអាចចូលទៅមើលបានអូខេអ្នកទាំងនេះអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអរគ្នានឹងចូលចិត្តវីដេអូមួយនេះអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ